សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកចំណេះដឹងអំពីអង្គទាំង6ដែលជាជំនួយដល់អ្នកសិក្សា ទី1ការអានជាដំណើរការយល់ដឹងពីអត្ថន័យក្នុងអត្ថបទដើម្បីទទួលបានចំណេះដឹងនិងព័ត៌មានថ្មីៗទី2ការស្ដាប់ជាការចាប់អារម្មណ៍លើអ្វីដែលមនុស្សផ្សេងនិយាយដើម្បីយល់និងឆ្លើយតបបានត្រឹមត្រូវទី3ការសរសេរជាវិធីបង្ហាញគំនិតនិងអារម្មណ៍តាមរយៈអក្សរឬឃ្លាទី4ការសួរជាការស្វែងយល់បន្ថែមដោយសួរព័ត៌មានឬសំណួរដើម្បីបំបត្តិការសង្ស័យទី5ការគិតជាដំណើរការប្រើប្រាស់ខួរក្បាលដើម្បីវិភាគប្រៀបធៀបនិងដោះស្រាយបញ្ហានិងទី6ការសង្កេតជាការមើលឬពិនិត្យអ្វីមួយយ៉ាងប្រុងប្រយ័ត្នដើម្បីរកឃើញព័ត៌មានឬចំណេះដឹងថ្មីសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះជួបគ្រាវីដេអូក្រោយ